តោះថ្ងៃនេះយើងមកសិក្សាមេរៀនភាសាចិនបន្តទៀតអញ្ចឹងថ្ងៃនេះយើងរៀនអំពីពេលវេលាជាភាសាចិនពេលព្រឹកពេលថ្ងៃត្រង់ឬក៏ពេលយប់អូខេអញ្ចឹងជាភាសាចិនយើងប្រើប្រាស់ដូចនេះយើងទៅសិក្សាទាំងអស់គ្នាអញ្ចឹងពាក្យទី1គឺចៅសាំងនេះគឺពេលព្រឹកព្រលឹមពេលព្រឹកព្រលឹមគឺចន្លោះចាប់ពីម៉ោង6ព្រឹករហូតដល់ម៉ោង9ព្រឹកគឺយើងមានបែងចែកម៉ោងដើម្បីឲ្យយើងប្រើទៅកុំឲ្យខុសពេលហើយប្រើទៅគឺស្តង់ដារត្រូវតែម្ដងអញ្ចឹងចៅសាំងនេះគឺយើងប្រើនៅពេលព្រឹកព្រលឹមចន្លោះពីម៉ោង6រហូតដល់ម៉ោង9ព្រឹកអូខេចន្លោះចាប់ពីម៉ោង6ព្រឹករហូតដល់ម៉ោង9ព្រឹកយើងប្រើពាក្យថាចៅសាំងអូខេអញ្ចឹងក៏ពាក្យទី2សាំងអ៊ូនេះគឺពេលព្រឹកដូចគ្នាក៏ប៉ុន្តែចាប់ពីម៉ោង9ព្រឹករហូតដល់ម៉ោង12ថ្ងៃត្រង់យើងប្រើពាក្យថាសាំងអ៊ូមានន័យថាពេលព្រឹកក៏ប៉ុន្តែមិនមែនព្រលឹមពេកដូចចៅសាំងខាងលើទេអញ្ចឹងចៅសាំងនេះគឺចាប់ពីម៉ោង6ព្រឹករហូតដល់ម៉ោង9ព្រឹកចំណែកឯសាំងអ៊ូនេះគឺចាប់ពីម៉ោង9ព្រឹករហូតដល់ម៉ោង12ថ្ងៃត្រង់អូខេអញ្ចឹងយើងមានម៉ោងដាក់ឲ្យមើលដើម្បីងាយស្រួលប្រើប្រាស់ទៅគឺត្រូវពេលឲ្យចំតែម្ដងទៅពាក្យបន្ទាប់អូខេចុងអ៊ូនេះគឺពេលថ្ងៃត្រង់អូខេចន្លោះចាប់ពីម៉ោង12ថ្ងៃត្រង់រហូតដល់ម៉ោង1រសៀលគឺចន្លោះម៉ោងហ្នឹងយើងហៅថាចុងអ៊ូប្រែថាថ្ងៃត្រង់អូខេទៅពាក្យទី4សាអ៊ូនេះគឺពេលរសៀលចន្លោះចាប់ពីម៉ោង1រសៀលរហូតដល់ម៉ោង6ល្ងាចយើងអាចប្រើពាក្យបានថាសាអ៊ូគឺពេលរសៀលចន្លោះម៉ោង1រសៀលរហូតដល់ម៉ោង6ល្ងាចអូខេអញ្ចឹងថ្ងៃត្រង់គឺសំដៅទៅលើម៉ោង12ថ្ងៃត្រង់ហ្នឹងឯងចន្លោះពីម៉ោង12ដល់ម៉ោង1រសៀលយើងប្រើថាចុងអ៊ូគឺពេលថ្ងៃត្រង់ចំណែកឯសាអ៊ូនេះគឺពេលរសៀលសាអ៊ូពេលរសៀលចាប់ពីម៉ោង1រសៀលរហូតដល់ម៉ោង6ល្ងាចអូខេទៅពាក្យបន្ទាប់វ៉ាន់សាំងនេះគឺពេលយប់ឬក៏ល្ងាចដោយសារយើងដាក់ថាល្ងាចដោយសារវាចន្លោះចាប់ពីម៉ោង6រហូតដល់ម៉ោង12យប់អញ្ចឹងវ៉ាន់សាំងនេះក៏មិនទាន់យប់ជ្រៅមែនទែនដែរគឺពាក្យថាយប់ឬក៏ល្ងាចដោយសារវាយើងរាប់ចាប់ពីម៉ោង6ល្ងាចដល់ម៉ោង12យប់យើងអាចប្រើពាក្យថាវ៉ាន់សាំងបានវ៉ាន់សាំងពេលយប់ក៏ប៉ុន្តែមិនទាន់យប់ជ្រៅមែនទែនទេអាចប្រើពាក្យថាវ៉ាន់សាំងបានចន្លោះចាប់ពីម៉ោង6ល្ងាចដល់ម៉ោង12យប់ចំណែកឯពាក្យទី6សិនយៈនេះឬក៏ប៉ាន់យៈអូខេសិននេះបានមកពីថាជ្រៅបើយើងនិយាយពីជំរឿគឺប្រែថាជ្រៅយៈនេះគឺយប់ប៉ាន់នេះគឺពាក់កណ្ដាលប្រែថាពាក់កណ្ដាលយៈនេះគឺយប់ដូចគ្នាអញ្ចឹងយើងអាចបកថាពាក់កណ្ដាលយប់ឬក៏ពាក់កណ្ដាលអាធ្រាត្រហ្នឹងឯងឬក៏យប់ជ្រៅយើងអាចបកបានពីរអញ្ចឹងក្នុងភាសាខ្មែរយើងអាចបកបានថាយប់ជ្រៅឬក៏ពាក់កណ្ដាលអាធ្រាត្រយើងបកតាមន័យជាភាសាចិនអញ្ចឹងសញ្ញៈនេះអាចបកថាយប់ជ្រៅបញ្ញៈនេះអាចបកថាពាក់កណ្ដាលអាធ្រាត្រក៏ប៉ុន្តែវាសំដៅទៅលើយប់ជ្រៅដូចគ្នាហើយម៉ោងចន្លោះចាប់ពីម៉ោង12យប់រហូតដល់ម៉ោង3ទៀបភ្លឺអូខេអញ្ចឹងយើងមានម៉ោងដាក់នៅខាងក្រោមដើម្បីយើងកាន់តែយល់ន័យហើយនឹងប្រើចំពេលវេលាទៅគឺអត់ខុសអញ្ចឹងសញ្ញៈហើយនឹងបញ្ញៈនេះគឺប្រែថាពាក់កណ្ដាលយប់ពាក់កណ្ដាលអាធ្រាត្រហ្នឹងឯងអូខេឬក៏យប់ជ្រៅអញ្ចឹងទៅឲ្យសំដៅទៅលើពេលយប់ជ្រៅពាក់កណ្ដាលអាធ្រាត្រឬក៏ពាក់កណ្ដាលយប់ឬក៏យប់ជ្រៅហ្នឹងអូខេន័យរបស់វាគឺយប់ជ្រៅហ្នឹងឯងអញ្ចឹងប្រើពាក្យថាសិនយៈឬក៏បញ្ញៈប្រើបានដូចគ្នាណាអូខេអញ្ចឹងពាក្យបន្ទាប់យើងរៀនអំពី时间ម្ដងអញ្ចឹង时间នេះគឺសំដៅទៅលើពេលវេលាអញ្ចឹងពេលវេលាទីទៀតយើងមានប្រយោគឲ្យធ្វើជាប្រយោគឲ្យកាន់តែយល់អញ្ចឹង时间នេះគឺបកថាពេលវេលាអញ្ចឹងពេលវេលាមានអីខ្លះអូខេអញ្ចឹងពាក្យទី8នេះគឺទៀនសំឡេងទី3ទៀនប្រែថាម៉ោងអញ្ចឹងទៀនកន្លែងនេះក្នុងន័យពេលវេលាគឺយើងប្រែថាម៉ោងពាក្យអក្សរទៀនគឺអាចបកប្រែបានន័យផ្សេងច្រើនទៀតក៏ប៉ុន្តែយើងប្រើទៅលើពេលវេលាយើងប្រែថាម៉ោងទៀនអញ្ចឹងអាទៀននេះយើងប្រើនៅក្នុងពេលវេលាបរិបត្តិពេលវេលាគឺយើងបកថាម៉ោងដោយសារពាក្យនេះយើងអាចប្រើបកមានន័យផ្សេងទៀតក៏ប៉ុន្តែនៅក្នុងពេលនេះគឺយើងប្រើទៅលើម៉ោងដោយសារយើងរៀនអំពី时间គឺពេលវេលាអញ្ចឹងពាក្យជាស្រ័យពាក្យទៀនទៅនេះគឺយើងប្រែថាម៉ោងអូខេអញ្ចឹងកសោ时នេះគឺចំនួនម៉ោងសំដៅទៅលើចំនួនម៉ោងឬក៏រយៈពេលម៉ោងហ្នឹងគឺរយៈពេលប្រមាណម៉ោងកសោ时អញ្ចឹងឧទាហរណ៍ឲ្យងាយយល់
1 ម៉ោងហើយនឹងម៉ោង 1 គឺខុសគ្នាការប្រើប្រាស់ក្នុងភាសាចិនក៏ខុសគ្នាដែរអញ្ចឹងទៀននេះគឺម៉ោងក៏ស្រាវជ្រាវនេះគឺចំនួនម៉ោងឬក៏រយៈពេលអញ្ចឹងទៅទៀតទៅយើងមានប្រយោគឲ្យអញ្ចឹងសូមអានម្ដងទៀតទី7នេះ时间时间នេះ时间时间នេះគឺពេលវេលាអូខេទៀននេះគឺប្រែថាម៉ោងក៏ស្រាវជ្រាវគឺចំនួនម៉ោងឬក៏រយៈពេលម៉ោងនោះគឺរយៈពេលប្រមាណម៉ោងអូខេអញ្ចឹងយើងមានប្រយោគបន្ទាប់នេះគឺរៀននីតិសិនទីទៀតទៅមកទំព័រទៅគឺមានប្រយោគយើងបង្កើតជាប្រយោគដើម្បីកាន់តែងាយយល់ហើយនឹងចេះប្រើប្រាស់រយៈពេលអស់ហ្នឹងអូខេអញ្ចឹងពាក្យទី10phânចុងនេះប្រែថានាទីអូខេនាទីប្រមាណនាទីអូខេជីphânចុងអូខេជីនេះគឺប្រមាណphânចុងគឺនាទីបើយើងចង់សួរថាជីphânចុងគឺមានថាប្រមាណនាទីនេះយើងខ្ញុំអត់បានសរសេរក្នុងទេប៉ុន្តែនេះយើងអាចបង្កើតខ្លួនឯងបានដោយសារពាក្យជីនោះយើងរៀនហើយមេរៀនវគ្គមុនអូខេអញ្ចឹងយើងរៀនពាក្យរបស់យើងវិញពាក្យទី10នេះគឺphânចុងនេះគឺប្រែថានាទីអូខេចំណែកឯពាក្យទី11ម៉ែវចុងគឺវិនាទីអូខេអញ្ចឹងនៅក្នុងរយៈពេលគឺមានម៉ោងនាទីនិងវិនាទីអូខេអញ្ចឹងទៀនមិញហ្នឹងគឺម៉ោងបកខាងក្រោយបន្តិចទៀនគឺម៉ោងអូខេphânចុងនេះគឺនាទីម៉ែវចុងគឺវិនាទីអូខេអញ្ចឹងពាក្យបន្ទាប់យើងមកបង្កើតប្រយោគអញ្ចឹងយើងលើកពាក្យទៀននេះប្រែថាម៉ោងយើងយកពាក្យម៉ោងនេះមកបង្កើតជាប្រយោគដើម្បីយើងចេះប្រើហើយនឹងងាយយល់អូខេអញ្ចឹងប្រយោគ A 早上7点早上7点អញ្ចឹងពាក្យ早上នេះមុនហ្នឹងគឺយើងរៀនដែរមេរៀនមិញហ្នឹងមុនហ្នឹងគឺយើង早上គឺពេលព្រឹកអូខេអញ្ចឹង早上7点គឺប្រែថាម៉ោង7ព្រឹកអូខេអញ្ចឹង7点គឺម៉ោង7ចំណែកឲ្យ早上គឺព្រឹកអូខេបើពេលព្រឹកអូខេអញ្ចឹងបើពេលយើងបង្កើតប្រយោគ早上7点គឺម៉ោង7ព្រឹកអូខេម៉ោង7ព្រឹកអញ្ចឹងក្នុងការបង្កើតជារយៈពេលបង្កើតជាម៉ោងយើងត្រូវដាក់ពេលសិនមានថាពេលគឺរយៈពេលគឺពេលព្រឹកពេលថ្ងៃឬក៏ពេលរសៀលអញ្ចឹងពេលព្រឹកគឺយើងរៀនមុនហ្នឹងគឺ早上គឺពេលព្រឹកតមកគឺយើងដាក់ចំនួនម៉ោងឬក៏ម៉ោងគឺពេលនឹងបូកជាមួយនឹងម៉ោងអញ្ចឹងឈីទៀននេះគឺម៉ោង7អូខេម៉ោង7អញ្ចឹងដល់ពេលយើងបង្កើតប្រយោគថាម៉ោង7ព្រឹកគឺយើងនិយាយថា早上7点គឺម៉ោង7ព្រឹកចុះបើសិនជាម៉ោង12ថ្ងៃត្រង់វិញយើងអាចប្រើពាក្យចុងអ៊ូដែលយើងរៀនមុនហ្នឹងគឺប្រែថាថ្ងៃត្រង់អញ្ចឹងបើយើងចង់និយាយថាម៉ោង12ថ្ងៃត្រង់យើងបង្កើតទៅជា中午12点អូខេ中午12点ហ្នឹងគឺម៉ោង12ថ្ងៃត្រង់អូខេអញ្ចឹងម៉ោង3រសៀលម្ដងអញ្ចឹងប្រយោគ C 下午3点គឺម៉ោង3រសៀល下午នេះគឺពេលរសៀលតែពីម៉ោង3នៅក្នុងកំឡុងពេលម៉ោង3នេះគឺម៉ោង1ដល់ម៉ោង6ម៉ោង1ដល់ម៉ោង6គឺអាចចាត់ទុកជាពេលរសៀលឬក៏ពេលល្ងាចព្រមតែក្នុងកំឡុងពេលម៉ោង3មិនទាន់ល្ងាចទេអាចប្រើពាក្យថារសៀលបានអញ្ចឹង下午3点គឺម៉ោង3រសៀលអូខេអញ្ចឹងម៉ោង3នៅក្នុងពេលរសៀលនៅឡើយទេអាចចាប់ពីម៉ោង6ឬក៏ម៉ោង5 6ទៅអាចបានយើងអាចហៅថាពេលល្ងាចអូខេអញ្ចឹង下午3点នេះគឺម៉ោង3រសៀលអញ្ចឹងបើសិនជាចង់បង្កើតប្រយោគម៉ោង2ម៉ោង4ម៉ោង5បើសិនជាម៉ោង4យើងអាចនិយាយថាម៉េចទៅម៉ោង4យើងកែតលេខលេខ4មកគឺ4点គឺម៉ោង4下午4点គឺម៉ោង4រសៀលយើងកែតែម៉ោងលេខនេះទៅគឺ4点គឺម៉ោង4អូខេអញ្ចឹងពាក្យបន្ទាប់ចុះបើសិនជាអ្នកទាំងអស់គ្នាប្រើក្នុងភាសារោងចក្រចេញធ្វើការម៉ោង4យើងនិយាយដូចមិនទេអូខេអញ្ចឹងចេញពីធ្វើការក្នុងនេះយកបានដាក់ទេដោយសារយើងអត់រៀនជាប់ជាមួយពាក្យហ្នឹងប៉ុន្តែយើងបន្ថែមតិចទៅអញ្ចឹងចេញធ្វើការយើងហៅថា下班4点下班អូខេចេញពីធ្វើការម៉ោង4ប៉ុន្តែមេរៀនហ្នឹងវគ្គក្រោយទៅអាចនឹងមានដែរអញ្ចឹងនេះយើងបង្កើតបន្ថែមតិចណាអូខេបន្ទាប់ទៀតកសិកម្មនេះយើងរៀនពីចំនួនម៉ោងម្ដងអញ្ចឹងកសិកម្មនេះ
ចំនួនម៉ោងឬក៏រយៈពេលមិនថារយៈពេលប្រហែលម៉ោងអូខេយើងសំដៅទៅលើចំនួនម៉ោងអូខេកសែលឈឺអញ្ចឹង1个小时គឺ1ម៉ោង1នេះគឺ1កនេះគឺឯកតារបស់11个小时1个小时នេះគឺ1ម៉ោងអូខេ1ម៉ោងអញ្ចឹងកសែលឈឺនេះគឺចំនួនម៉ោងសំដៅទៅលើចំនួនម៉ោង1个小时គឺ1ម៉ោងចុះបើសិនជា2ម៉ោងចំនួន2ម៉ោងយើងអាចនិយាយថា2个小时2个小时អញ្ចឹងអ្នកទាំងអស់គ្នាគាត់ទៅឆ្ងល់ហើយហេតុអីបានគេអត់ប្រើអញ្ចឹងទៅនេះសម្រាប់ចំនួនគឺយើងប្រើ2个小时អញ្ចឹងកន្លែងនឹងនេះមេរៀនវគ្គក្រោយយើងនឹងបង្រៀនរបៀបប្រើប៉ុន្តែនេះយើងរៀនចំនួនម៉ោងនេះសិនដើម្បីកុំឲ្យបញ្ចូលមេរៀនច្រើនពេកទៅយើងពិបាកក្នុងការចាំអញ្ចឹងយើងរៀនអំពីមេរៀននេះឲ្យចាំសិនឲ្យចេះឲ្យយល់ដឹងឲ្យច្បាស់សិនចាំបន្តទៅខាងមុខទៀតអូខេអញ្ចឹង2ម៉ោងយើងចំណាំទៅ2个小时នេះគឺ2ម៉ោងមានន័យថាចំនួន2ម៉ោង2ម៉ោងនិងម៉ោង2គឺខុសគ្នាអញ្ចឹង2ម៉ោងគឺយើងនិយាយថា2个小时ចុះ3ម៉ោង3个小时4ម៉ោង5个小时យើងថែមដល់ចំនួនពីមុខមកយើងដូរទៅនេះមកជាម៉ោង3ហ្នឹង3个小3ម៉ោងជាស្រេច3ម៉ោងយើងចង់និយាយថា3ម៉ោងយើងអាចប្រើពាក្យថា3个小时គឺ3ម៉ោងអូខេចុះបើម៉ោង3ម៉ោង3គឺយើងរៀនអំបញ្ញមិញនេះហើយមេរៀនយើងខាងមុខនេះម៉ោង3រសៀលគឺ下午3点ចុះបើយើងអត់ចង់និយាយថារសៀលយើងចង់និយាយថាម៉ោង3យើងប្រើពាក្យថា3点គឺម៉ោង3អូខេម៉ោង3下午3点គឺម៉ោង3រសៀលអូខេអញ្ចឹងបើយើងចង់និយាយថា3ម៉ោងគឺ3个小时អូខេទីស្រាច់អញ្ចឹងបើយើងចង់និយាយថា3ម៉ោងគឺ3个小时អូខេអញ្ចឹងបន្តទៀតអធិស្ឋានអញ្ចឹងចំនួនម៉ោងអូខេអញ្ចឹងចំនួនម៉ោងបងប្អូនចាំទៅអញ្ចឹងកសែលឈឺនេះគឺសម្ដៅទៅលើចំនួនម៉ោងមានន័យថាប៉ុន្មានម៉ោង1ម៉ោង2ម៉ោង3ម៉ោងគឺយើងប្រើកសែលឈឺ1个小时1ម៉ោង2个小时គឺ2ម៉ោង24ម៉ោងគឺ24个小时24នេះគឺ24មែនទេ24个小时គឺ24ម៉ោង24个小时24个小时អូខេ24នឹងគឺ24 24ចំនួនបើសិនជាបងប្អូនទៅតែចាប់ផ្ដើមរៀនភាសាចិនដំបូងទេពិបាកក្នុងការបញ្ចេញសំឡេងយើងអាចអានធម្មតាទៅចំនួនលេខ24គឺ24អូខេដោយសារពីអ៊ីង10គឺយើងទៅសង្កត់ថ្មិញ24个小时គឺ24ម៉ោង24ម៉ោងអូខេអញ្ចឹងចំនួនម៉ោងទៅនេះសង្ឃឹមថាច្បាស់សូមបញ្យល់ម្ដងទៀតពាក់ព័ន្ធជាមួយនឹងចំនួនម៉ោងអញ្ចឹងយើងចំនួនម៉ោង1ម៉ោង2ម៉ោង3ម៉ោងគឺយើងប្រើលេខនៅខាងមុខ1个小时គឺ1ម៉ោង2个小时គឺ2ម៉ោង3个小时គឺ3ម៉ោងយើងដូរតែលេខមក3 4 5 6 7ជាភាសាចិនមកលាវឈីប៉ាជីវឈឺអីចឹងទៅ10ម៉ោង10个小时អូខេចឹងខ្ញុំឲ្យច្បាស់មេរៀននេះចំនួនម៉ោង1ហើយនិង1ម៉ោងគឺខុសគ្នាអញ្ចឹង1ម៉ោងគឺ1个小时ម៉ោង1អូខេម៉ោង1គឺ1点គឺម៉ោង1អូខេចុះតយើងទៅបន្តទៀតនីតិនិងវិនាទីម្ដងអញ្ចឹងនីតិយើងអានថា分钟វិនាទីគឺម៉ៅចុងអញ្ចឹងយើងមានជាប្រយោគ A និង B តែអញ្ចឹងបើយើងចង់និយាយថាម៉ោង1:30នាទីយើងនិយាយដូចម៉េចអូខេយើងមានប្រយោគយើងមួយនេះ1点30分钟1点30分钟30នេះគឺ30លេខ30 2នេះគឺ1 1点30分钟ម៉ោង1:30នាទីអូខេម៉ោង1:30នាទីនាទីគឺយើងប្រើលេខពីខាងមុខមក10នាទីគឺ10分钟5分钟5នាទី15分钟15នាទីអូខេអញ្ចឹង B ប្រយោគ B
អូខេបើយើងចង់និយាយថាម៉ោង2 15នាទីនិង10វិនាទីយើងនិយាយថា2点15分钟10秒钟អូខេ10秒钟នេះគឺ10វិនាទី10នេះគឺ10秒钟គឺវិនាទីអញ្ចឹង2点15分钟10秒钟អូខេអញ្ចឹងមានន័យថាម៉ោង2 15នាទី10វិនាទីអូខេអញ្ចឹងអាប្រយោគនេះខ្ញុំដាក់ទៅ2ទេតែអត់មានពិបាកទេយើងអាចបង្កើតខ្លួនឯងយើងចង់ដាក់ថា5វិនាទីយើងប្រាក់ដូរតលេខមក5秒钟5秒钟5秒钟អូខេ30秒钟អូខេ3នាទីអញ្ចឹងទៅយើងដូរតលេខទៅអាចយកគំរូបង្កើតជាប្រយោគបានអញ្ចឹងសង្ឃឹមថាលេខនេះគឺកាន់តែច្បាស់ការប្រើប្រាស់ម៉ោងឬក៏ពេលវេលាព្រឹកពេលព្រលឹមពេលព្រឹកពេលថ្ងៃត្រង់រសៀលយប់ជ្រៅអីហ្នឹងគឺយើងសង្ឃឹមថាប្រើកុំឲ្យខុសព្រោះយើងមានបញ្ជាក់ពីម៉ោងណាដល់ម៉ោងណាច្បាស់លាស់អូខេអញ្ចឹងបន្ទាប់នេះគឺយើងមានបង្កើតជាតារាងមួយដើម្បីជំនួយជាស្លាយផងកុំព្យូទ័រហ្នឹងវាភ័យបន្ទាប់នឹងពិបាកចង់ចុចអញ្ចឹងយើងមានបង្កើតជាតារាងមួយដើម្បីកាន់តែងាយយល់អញ្ចឹងម៉ោងណាចាប់ពីម៉ោងណាទៅម៉ោងណាយើងហៅពេលអីគឺមានសរសេរនៅក្នុងនេះគឺចោលសាំងនេះគឺពេលព្រលឹមពេលព្រឹកព្រលឹមចាប់ពីម៉ោង6ព្រឹករហូតដល់ម៉ោង9ព្រឹកសាំងអ៊ូពេលព្រឹកចាប់ពីម៉ោង9ព្រឹកដល់ម៉ោង12ថ្ងៃត្រង់ចុងអ៊ូពេលថ្ងៃត្រង់អញ្ចឹងចាប់ពីម៉ោង12រហូតដល់ម៉ោង1下午ពេលរសៀលយើងប្រើចាប់ពីម៉ោង1រហូតដល់ម៉ោង6ល្ងាចវ៉ាន់សាំងគឺពេលយប់ឬក៏ល្ងាចគឺចន្លោះចាប់ពីម៉ោង6ដល់ម៉ោង12យប់អញ្ចឹងបន្ទាប់ទៀតសិនយាប៉ាន់យាអូខេពាក្យកណ្ដាលត្រៀតពាក្យកណ្ដាលយប់ឬក៏យប់ជ្រៅនឹងឯងចាប់ពីម៉ោង12យប់រហូតដល់ម៉ោង3ព្រលឹមអញ្ចឹងយើងមានតារាងមួយនេះដើម្បីតែងាយស្រួលនិងឆាប់ចាំយើងមើលតារាងនេះទៅគឺយល់ហើយគឺឆាប់យល់រឹតតែយល់មានថារឹតតែយល់ច្បាស់បាញ់មិញយើងរៀនអំពីពាក្យមួយផ្ទាំងមួយពាក្យហើយឥឡូវនេះយើងមានតារាងជាឲ្យដើម្បីយើងកាន់តែងាយយល់ឆាប់ចាំអញ្ចឹងមេរៀនយើងចប់ត្រឹមនេះហើយថ្ងៃនេះយើងវែងបន្តិចសង្ឃឹមថាយល់ទាំងអស់គ្នាពាក់ព័ន្ធនឹងចំនួនម៉ោងហើយនឹងម៉ោងអញ្ចឹងក៏សូមរំលឹកម្ដងទៀតម៉ោង1គឺយើងនិយាយថា1点ម៉ោង1点下午下午1点គឺម៉ោង1រសៀលអូខេ3ម៉ោងឬក៏1ម៉ោងគឺ1个小时1个小时អូខេគឺប្រែថា1ម៉ោងចំនួន1ម៉ោងអញ្ចឹងបញ្យល់បន្តិចភាសាចិនអត់ដូចភាសាខ្មែរយើងកន្លែងនេះទេមានន័យថាយើងម៉ោង1និង1ម៉ោងយើងដូរតែពីក្បាលមកមុខពីមុខមកកតុយវិញទៅគឺវាប្រែប្រួលហើយប៉ុន្តែភាសាចិនគឺអត់អញ្ចឹងទេអញ្ចឹងភាសាចិន1ម៉ោងគឺ1个小时គឺមានក小时និងកន្ទុយចំណែកឲ្យម៉ោង1គឺ1点គឺយើងប្រើទៀនគឺប្រែថាម៉ោងអូខេក小时គឺចំនួនម៉ោងរយៈពេលហ្នឹងប្រហែលម៉ោងគឺយើងប្រើក小时1个小时2个小时អូខេម៉ោង1 1点2点ម៉ោង1ម៉ោង2អូខេ3点អូខេម៉ោង3អញ្ចឹងទៅអញ្ចឹងសង្ឃឹមថាមេរៀននេះយល់ដោយសារតែយើងមានបែងចែកចន្លោះតែពីម៉ោងណាដល់ម៉ោងណាហើយយើងនឹងជួបគ្នានៅមេរៀនបន្ទាប់ទៀតបើសិនជាគិតថាមេរៀននេះពិបាកយល់ឬក៏លឿនពេកអាចទស្សនាម្ដងទៀតបាទសូមអរគុណ